bay cả nhà nhiều mà cùng đi và toàn ở thống này sẽ là bên thiêng này tui tay mà lọt về lằngในส่วนมันหลายខ្ញុំពេលព្រឹកជាមួយនឹងទស្សនវិជ្ជាបែបហ្នឹងបាទមានបន្លែចម្រុះមានស្ពៃមានសាឡាត់មានត្រកួនបាទមានកញ្ឆាយដែរអញ្ចឹងយើងធានាបានការផ្គត់ផ្គង់អាហារពីបន្លែសុវត្ថិភាពពីសួនរបស់យើងអញ្ចឹងណានេះគឺជាប្រភេទការដាំនៅលើទឹកបាទហើយក្នុងរដូវវស្សានេះចាំបាច់ណាស់ខ្ញុំបញ្ជាក់ឲ្យជាក់ទៀតសម្រាប់អ្នកដែលគាត់ដែលដាំឬទើបដាំដំបូងអត់ចាប់អារម្មណ៍យើងត្រូវមានដបូលហើយដបូលថ្លាដូចកស៊ូបាទដបូលកស៊ូថ្លាក៏បានដបូលបើបានដបូលអាសង្ស័យថ្លានោះវាទៅពិសេសទៀតដែរបាទយើងអត់ហត់ធ្វើច្រើនដងប៉ុន្តែអ្វីដែលសំខាន់គឺដំបូលនោះគឺសំខាន់ណាស់ការពារទឹកបាទព្រោះពេលដែលវាលូតលាស់តែពិតដាំលើដីលើអីក៏ដោយបើយើងឲ្យវាលូតលាស់ហើយស្រាប់តែទឹកភ្លៀងមកសង្ឃុបវាមកទំហឹងនៅកម្លាំងទឹកធ្លាក់មកសាច្រើនទី1ធ្វើឲ្យបន្លែនឹងបាក់បាទបាក់ធៀងបាក់មែករៀបដល់ដីមកអញ្ចឹងវាអាចដល់ងាប់ទៀតហើយទី2បើយើងដាំលើទឹកទៀតអាទឹកហ្នឹងវាចូលទឹកភ្លៀងយើងហ្នឹងចូលទៅក្នុងជីនេះទឹកជីនេះឃើញទេវាចូលទៅក្នុងទឹកជីទៅទឹកជីនេះវាមិនច្រាលចេញក្រៅឬក៏វាហៀចេញក្រៅអញ្ចឹងវាធ្វើឲ្យគុណភាពទឹកជីនេះវាថយគុណភាពបាត់ហើយកាលណាថយគុណភាពយើងទៅពិបាកថែមអញ្ចឹងយើងខាត់ពេលវេលាយើងខាត់ទាំងថវិកាខាត់ជីហ្នឹងឯងបាទអញ្ចឹងជំរើសល្អបំផុតបើរដូវប្រាំងខ្ញុំអត់និយាយរដូវអត់ភ្លៀងតែរដូវមានភ្លៀងចាំបាច់ត្រូវមានបាទហើយអានេះយើងត្រូវការជួយពួកបើយើងដាំនៅលើដបូលផ្ទះដូចខ្ញុំចេះសង្ស័យផ្ទះកញ្ចក់ព័ទ្ធជុំវិញវាក្តៅខ្លាំងដែរអញ្ចឹងយើងមើលតាមជាក់ស្ដែងបើសិនជាតំបន់យើងអត់មានអីច្រើនវាលទេបាទអត់អីទេតែបើសិនជាកន្លែងយើងវាក្តៅព្រោះដូចយើងឃើញហ្នឹងអញ្ចឹងបេតុងបាតបេតុងអញ្ចឹងជុំវិញបេតុងទាំងអស់អញ្ចឹងពេលដែលក្តៅគឺវាក្តៅខ្លាំងណាស់អញ្ចឹងវាងាយធ្វើឲ្យឡោកស្លឹកអញ្ចឹងការដែលដាំបែបខ្ញុំនេះវាមើលទៅវារៀងមិនសូវសោភ័ណភាពស្អាតដូចគេធ្វើផ្ទះកញ្ចក់ទេព្រោះដោយសារនេះយើងឆ្នៃធ្វើខ្លួនឯងទេប៉ុន្តែអ្វីដែលសំខាន់គឺប្រយោជន៍យើងទទួលបានមិនខុសគ្នាប្រហែលទេបាទគោលបំណងរួមគឺចង់បានទិន្នផលល្អហើយនឹងមិនធ្វើឲ្យខូចដំណាំយើងនេះជាគោលដៅរួមរបស់អ្នកដាំបាទប៉ុន្តែបើយើងមានលទ្ធភាពដាក់ឲ្យវាល្អវាកាន់តែប្រសើរខ្ញុំបញ្ជាក់អញ្ចឹងបាទអញ្ចឹងនេះគឺជាការចែកម្លែកខ្លីជូនអ្នកដែលដាំដំបូងឬក៏អ្នកដែលចង់ដាំតែអត់ដឹងថាដាំយ៉ាងម៉េចបាទហើយដាំទៅហើយត្រូវទឹកភ្លៀងខូចអស់អាហ្នឹងក៏វាមានដែរបើយើងអត់បានយកចិត្តទុកដាក់ត្រង់ចំណុចនេះអូខេ